បុរសនោះបានជំរុញឲ្យប្រពន្ធរបស់គាត់ចូលទៅក្នុងឡានប៉ុន្តែភ្លាមនោះស្ត្រីនោះលោតត្រង់ទៅលើដំបូលបុរសនោះបង្កប់ភាពខ្មាស់អៀនគាត់មានន័យថាកៅអីមិនមែនដំបូលទេស្ត្រីនោះមុខក្បាលដូចជានាងយល់បន្ទាប់មកជាមួយដៃម្ខាងនាងបានហែកទ្វារឡានចេញកែវភ្នែកបុរសរីកធំដោយសារការភ្ញាក់ផ្អើលស្ត្រីនោះមើលទៅហាក់ដូចជាឆ្កងព្រោះនាងមិនមែនជាប្រពន្ធធម្មតាទេនាងធ្លាប់ជាអ្នកដាំដុះពីសម័យបុរាណប៉ុន្តែបន្ទាប់ពីត្រូវរន្ទះបាញ់នាងក៏ភ្ញាក់ឡើងនៅក្នុងរូបកាយនេះនៅពេលដែលនាងបើកនាងភ្នែកនៅក្នុងមន្ទីរពេទ្យបុរសនោះបានលែងលះគ្នាក្រដាសលើមុខរបស់នាងហើយបោះវាចោលពិនិត្យស្ត្រីនោះសម្លឹងមើលដោយភ្នែកធំពិភពលោករបស់នាងគ្មានរឿងបែបនេះទេដូច្នេះនាងហែកវាជាបំណែកបុរសនោះបានខំរបស់គាត់ធ្មេញពោពេញដោយកំហឹងប៉ុន្តែជាអ្នកដាំដុះនាងមានមិនដែលត្រូវបានគេប្រព្រឹត្តបែបនេះទេនាងសម្លឹងមើលយ៉ាងស្រទន់សម្លឹងមើលគាត់ដោយភ្នែកមុតស្រួចហើយនៅក្នុងនោះក្រឡេកមើលនាងឃើញអនាគតរបស់គាត់នាងសើចចំអកនៅក្នុងចិត្តរបស់នាងចំពោះសំណាងអាក្រក់របស់គាត់ប៉ុន្តែបុរសនោះវាទាំងអស់គាត់បានជំពប់ដួលត្រឡប់មកវិញភ័យខ្លាចហើយខាងស្ដាំធោបានដួលរលំឈាមបានហូរចុះមកលើក្បាលរបស់គាត់គ្រូពេទ្យបានប្រញាប់ប្រញាល់ដើម្បីព្យាបាលគាត់ធីមែនបានសួរដោយសម្ងាត់ពួកគេដើម្បីពិនិត្យខួរក្បាលរុក្ខជាតិប៉ុន្តែវេជ្ជបណ្ឌិតមកក្បាលនាងសុខសប្បាយជាទេពេលនោះហើយដែលបុរសនោះដឹងថាប្រពន្ធរបស់គាត់លែងជាមនុស្សដែលទៀតហើយស្ត្រីនោះនាងបានមើលដោយត្រជាក់នាងបានចំអកឲ្យគាត់នៅក្នុងនាងបេះដូងស្វាមីល្ងងម្នាក់នេះធ្លាប់ជាត្រូវបានបំផ្លាញដោយស្ត្រីមានល្បិចកបុរសនោះបានធំឡើងកាន់តែមិនស្រួលគាត់ប្រញាប់សួរនាងប៉ុន្តែភ្លាមនោះស្ត្រីដែលមានល្បិចកនោះបានមកដល់ជាមួយប្អូនស្រីរបស់គាត់ស្ត្រីនោះឃើញផែនការរបស់នាងភ្លាមសុបក្តៅកំពុកចោលហើយនាងនឹងធ្វើឲ្យនាងខូចចិត្តបងប្អូនប្រុសស្រីសម្លឹងមើលគ្នាទៅវិញទៅមកដោយភ្ញាក់ផ្អើលពីព្រោះបងស្រីបាននៅគំនិតនោះដែលវិនាទីបន្ទាប់ចានក៏ធ្លាក់ចុះស្ត្រីមានល្បិចកបានចាប់ផ្ដើមសកម្មភាពរបស់នាងប៉ុន្តែប្រពន្ធបានលាតត្រដាងនាងនៅនឹងកន្លែងនាងបានប្រមានអ្នកនឹងត្រូវការល្បិចល្អសម្រាប់ខ្ញុំអ្នកបោកប្រាស់បានចំអកនាងបានចំអកឲ្យស្ត្រីនោះនឹងលែងលេះគ្នាឆាប់នេះហើយមានប្រាក់1000លានការទូទាត់ប្រាក់ដុល្លារជីវិតរបស់នាងនឹងឥតកង្វល់ពេលនិយាយអំពីទ្រព្យសម្បត្តិភ្នែករបស់ស្ត្រីនោះភ្លឺឡើងនាងបានសួរយ៉ាងរហ័សបុរសនោះត្រូវប្រគល់សេកវិញប៉ុន្តែបុរសនោះសម្លឹងមើលប្រពន្ធអាចកំបាំងរបស់គាត់ហើយភ្លាមនោះបានបដិសេធមិនព្រមលែងលេះស្ត្រីនោះក៏ដោយកំហឹងសេរីចងចាំថានាងធ្លាប់ហែកវាចោលហើយឥឡូវនេះនាងចង់ហើយគាត់ជាបំណែកដែរប៉ុន្តែបុរសដែលបានឬគំនិតរបស់នាងមិនដែលអនុញ្ញាតឲ្យនាងទៅណាឡើយយ៉ាងងាយស្រួលនាងអូសនាងត្រង់ទៅក្រោយផ្ទះពេលនាងឈានជើងចូលមកមនុស្សយន្តនោះបានម៉ាស៊ីនបូមធូលីបានរអិលលើឥដ្ឋស្ត្រីនោះគិតថាវាជាអាដេម៉ុននាងបានវីវាជាមួយនឹងភ្លេចបន្ទោនៅនឹងកន្លែងបុរសនោះស្ទើរតែជំនឿដែលបានដួលរលំហើយស្ត្រីនោះបានដឹងយ៉ាងឆាប់រហ័សអំពីកំហុសរបស់នាងបុរសនោះបានប្រមាននាងដោយត្រជាក់លែងមានទៀតហើយអ្វីដែលគេហៅថាវេទមន្តរបស់អ្នកស្ត្រីនោះភ័យស្លន់ស្លោបានដើរថយក្រោយហើយអង្គុយលើទូរទស្សន៍ផ្សព្វផ្សាយអេក្រង់បានភ្លឺឡើងនាងស្រែកហើយលោតចូលទៅក្នុងបន្ទប់របស់បុរសនោះដៃអ្នកទាំងពីរបានកកក្នុងភាពស្ងៀមស្ងាត់ឆ្គងបន្ទាប់មកនាងបានលោតចេញយ៉ាងលឿនហើយចាប់ផ្ដើមដើរជុំវិញប្រអប់ចម្លែកនាងសម្លឹងមើលភាពមិនរំភើបនៃទូរទស្សន៍ប៉ុន្តែបុរសនោះបានប្រុសប្រមានមួយទៀតនាងភ័យស្លន់ស្លោហើយរុញទូរទស្សន៍ចេញបង្អួចគ្រឿងសង្ហារឹមពីរដុំត្រូវបានរុះរើចោលក្នុងមួយយប់បុរសនោះបានផ្ទុះឡើងកំហឹងគាត់គំរាមបោះនាងចេញបន្ទាប់ស្ត្រីនោះឡើងក្រហមដោយមិនខ្មាស់អៀនប៉ុន្តែវិនាទីបន្ទាប់ក្រពះរបស់នាងបានក្រហមទើបតែមកពីរន្ទះបាញ់នាងគ្មានលុយតតែសោះបន្ទាប់មកនាងបានចងចាំនាងអាចមើលឃើញអនាគតនាងបានប្រញាប់ប្រញាល់ទៅផ្លូវដើម្បីដាក់តូបមួយនាងបានឈប់មនុស្សចម្លែកម្នាក់អះអាងថានាងអាចប្រាប់គាត់បានអនាគតសម្រាប់$10មនុស្សចម្លែកនោះបានចំអកថាប៉ុន្តែគាត់មិនមែនគ្រាន់តែទេនរណាម្នាក់ទេគាត់គឺជាជំនួយការរបស់បុរសនោះហេរ៉ានត្រឡប់មករីកាវិញភ្ញាក់ផ្អើលភរិយារបស់ថៅកែកំពុងអង្វរផ្លូវកូនសិស្សរបស់បុរសនោះញ័រខ្លួនភ្ញាក់ផ្អើលនាងសម្លឹងមើលក្មេងកំពុងផឹកទឹកដោះគោតែនាងបានអង្វរសុំអេសឹបប៉ុន្តែក្មេងនោះចំអកទិញវាដោយខ្លួនឯងដូច្នេះនាងបានទៅហាងក្មេងនោះបាននិយាយថានាងបានមើលមនុស្សស្កេនមុខរបស់ពួកគេដើម្បីទទួលបានភេសជ្ជៈនាងគិតថាវាជាវេទមន្តដូច្នេះនាងបានបញ្ជាម្បៃពេងម្ចាស់ហាងមានការរំភើបរីករាយយ៉ាងខ្លាំងលំដាប់ធំស្ត្រីនោះនិយាយដោយធម្មតាបានស្កេនមុខរបស់នាងហើយបែរខ្លួនទៅចាក់ចេញប៉ុន្តែការទូទាត់បរាជ័យម្ចាស់បានដេញតាមនាងយ៉ាងខឹងសម្បាស្ត្រីនោះមានការភ្ញាក់ផ្អើលនាងបានស្កេនរួចហើយម្ចាស់គិតថានាងកំពុងរំលងវិកេបាតគាត់លើកកណ្ដាប់ដៃរបស់គាត់ឡើងសម្រាប់ការប្រយុទ្ធអ្នកដាំដុះមិនអាចទ្រាំទ្រនឹងការប្រមាថបានទេនាងបានវាយប្រហារគាត់ដោយរន្ទះបាញ់ប៉ុន្តែបន្ទាប់មកនាងបានរអិលលើឥដ្ឋសាមបុរសនោះប្រញាប់ប្រញ័រឆ្លងកាត់ភ្លៀងត្រៀមខ្លួនដើម្បីចាប់នាងប៉ុន្តែនាងបានក្រឡាប់ខ្លួននៅលើអាកាសហើយចុះចតដោយសុភាពរៀបសារលើនាងហ្វុងមនុស្សបានស្រែកហូកញ្ជ្រៀវដោយការភ្ញាក់ផ្អើលម្ចាស់ដ៏ខឹងសម្បាបានទាមទារការទូទាត់អ្នកគ្រប់គ្រងបានទទួលស្គាល់ថានាងនៅកំហុសគាត់បានផ្ដល់ជូន10,000ភ្លាមប៉ុន្តែម្ចាស់បានបដិសេធលុះត្រាតែនាងសុំទោសបុរសនោះដំឡើងថ្លៃម្ដងទៀតហើយស្ត្រីនោះគិតក្នុងចិត្តម្ដងទៀតថាបើខ្ញុំសុំទោសតើខ្ញុំអាចទុកលុយនោះបានទេផ្ទុយទៅវិញបុរសនោះបានលើគំនិតរបស់នាងខ្លាំងនឹងច្បាស់ក្នុងនាមជានាយកប្រតិបត្តិគាត់មិនដែរអនុញ្ញាតឲ្យប្រពន្ធរបស់គាត់អន់ក្បាលដូច្នេះគាត់បានបោះចោល1,000,000ម្ចាស់បានចាប់វាហើយរត់គេខ្លាចបុរសនោះអាចផ្លាស់ប្ដូរចិត្តឈុតឆាកនេះបានរីករាលដាលពីពេញ TikTok ពេលនោះហើយដែរបុរសនោះបានទទួលការហៅទូរស័ព្ទនេះក្រុមគ្រួសារបានទាមទារគាត់នាំប្រពន្ធរបស់គាត់មកផ្ទះវិញvìមានមួយបងប្រុសរបស់គាត់បានចាក់វីដេអូមួយសង្គ្រាមដេញថ្លៃរបស់បុរសកំពុងពេញនិយមអ្នកលេងអ៊ីនធឺណិតបានបំពាក់ងារថ្មីដល់គាត់គឺ The Price ដើរលេងហ្គាយ